ក្មេងយុវជនក្រោយគួរតែគិតមួយទៀតត្រូវតែឈឺចាប់មិនអាចមកផ្សះផ្សាចិត្តនឹងបេះដូងរបស់ខ្មែរយើងបានទេជាមួយសៀមចាប់ពីពេលនេះតទៅទោះបីប្រទេសសានត្រានក៏ដោយនៅតែនឹកឃើញរឿងហ្នឹងពេលណាយើងអន់ពេលណាយើងក្រពេលណាយើងតូចតាចគឺគេអ្នកមានគេអ្នកធំគេប្រកាសជាមើងងាយយើងមិនខានមិនបាច់ប្រៀបធៀបប្រទេសទេប្រៀបធៀបតែអ្នកនៅផ្ទះក្បែរគ្នាចុះផ្ទះគេមានលុយគេមានស្អីទាំងអស់សម្ភារៈយើងអត់អាហ្នឹងប្រហែលជាគេមើងងាយយើងខ្លះហើយយ៉ាងណាមិញសៀមវាមើងងាយយើងគេគិតថាយើងវាក្រគិតថាយើងវាតូចចឹងវាហ៊ានមើងងាយយើងដោយសារអីដោយសារយើងវាក្រយើងវាតូចយើងវាអន់ចឹងខ្ញុំគិតថាយុវជនសម័យក្រោយនេះត្រូវចេះឈឺចាប់ហើយមិនត្រូវឲ្យល្ងងទេដូចគេមើងងាយយើងទេមានតែខំបាទខំកុំយកកំប៉ុងស្រាជាត្រើយមុខខូចសុខភាពកុំយកលបែងកុំយកការសបាយរំរែកបកាច់បកិនដូចមនុស្សឈួតហើយដើម្បីជាតិមាតុភូមិមិនបានទេឥឡូវជំនាន់ញោមគិតថាហួសចោះបាទគិតថាហួសចោះតែជំនាន់កូនចៅយើងមិនឲ្យហួសទេប្រឹងដើម្បីកុំឲ្យគេមើងងាយជាតិយើងប្រឹងឌីគុណគ្រប់អង្គក៏ដូចគ្នាបួសនៅក្នុងស្រុកខ្មែរថ្លៃត្បិតថាប្រសង់ពុទ្ធសាសនាបួសក្នុងស្រុកខ្មែរតែឌីគុណក៏ជាស្នូលរបស់ជាតិជាខឿនរឹងមាំរបស់ជាតិជំនាន់ឌីគុណក៏ត្រូវប្រឹងដើម្បីជាតិយើងសម្បូរអ្នកចេះប្រទេសយើងសម្បូរអ្នកចេះសាសនាពុទ្ធនៅស្រុកខ្មែរយើងសម្បូរបញ្ញវន្តសង្ឃអ្នកចេះខ្ញុំបាទគិតថាអ្នកប្រហែលជាលែងហ៊ានមើងងាយពួកយើងហើយបាទតែបើយើងនៅតែល្ងងនៅតែភ្លើតភ្លើននៅតែញៀនគ្រឿងស្វឹងផឹកអត់ស្គាល់កាលអត់ស្គាល់វេលារំបកាច់បកិនឈួតជ្រូកយើងនៅតែអន់ដដែលនោះចានៅតែអន់ដដែលហើយបើដល់ដំណាក់កាលហ្នឹងគេបាញ់កំតិចគេវាយគេស្អីគន្ធប់យើងទាំងអស់យើងឃើញអញ្ចឹងហើយនៅពេលដែលមានសន្តិភាពសម្រាប់យើងវិញបើយើងមិនចេះជួយចាប់ទៀតមិនដឹងថាយើងខួរក្បាលអីទេខ្ញុំហ៊ាននិយាយថាអញ្ចឹងមិនដឹងថាយើងខួរក្បាលអីទេមែនទេញាតិញោមយើងគិតមើលបើសិនជាយើងរួចពីនឹងហើយភ្លេចខ្លួនបដោយទៅតាមដដែលនឹងទៀតមិនដឹងថាយើងខួរក្បាលយើងឬបេះដូងយើងស្ថិតនៅក្នុងកម្រិតណាទេនេះខ្ញុំមិនដឹងទេបើសម្រាប់ខ្ញុំធ្វើអីមិនបានខ្ញុំជួយអីមិនបានប៉ុន្តែខ្ញុំមានកូនសិស្សខ្ញុំទៅបរៀនសាលាខ្ញុំបរៀននៅមហាវិទ្យាល័យខ្ញុំជួបកូនសិស្សខ្ញុំបដោះមនសិការជាតិនិយមទាំងអស់ខ្ញុំឲ្យចេះឈឺចាប់ទាំងអស់ខ្ញុំមិនដឹងថាកូនសិស្សស្ដាប់បានទេប៉ុន្តែខ្ញុំត្រូវតែនិយាយខ្ញុំត្រូវតែប្រាប់ហើយញាតិញោមដែលធ្លាប់ស្ដាប់ខ្ញុំកាលនៅលោកសង្ឃទេសនាភាគច្រើនធម៌ទេសនាខ្ញុំតែងតែបញ្ចូលជាតិនិយមនៅក្នុងហ្នឹងឲ្យបេះដូងបរិស័ទឲ្យបេះដូងអ្នកស្ដាប់ហ្នឹងយល់ថាធម៌មែនតែនៅក្នុងន័យនៃធម៌ទេសនាហ្នឹងប្រកាសជាមានជាតិនិយមនៅហ្នឹងហើយបាទជួយមិនបានច្រើនតែយើងរកវិធីសាស្ត្រជួយ